បាទទស្សដីមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់គ្នានេះហើយជាជីវិតពិតរបស់ពលករខ្មែរដែលឆ្លងដែនមកធ្វើការនេសាទសមុទ្រនៅឯប្រទេសថៃចំណែករូបខ្ញុំផ្ទាល់ក៏ធ្លាប់ឆ្លងកាត់ការលំបាករឿងរ៉ាវដូចជាពួកគាត់ដែរដូច្នេះហើយយើងជាកូនខ្មែរទាំងអស់គ្នាទៅតែគាំទ្រខ្មែរដូចគ្នាដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តតស៊ូនិងធ្វើការដើម្បីរកប្រាក់ត្រឡប់ទៅប្រទេសរបស់គាត់វិញបាទសូមអរគុណវាពីពីស្រុកខ្មែរព្រមតែគ្រួសារជាក្រុមមកធ្វើពលករធ្វើការនៅប្រទេសគេធ្វើការយំថ្ងៃអូខ្ញុំមិនអន់តែទេខ្លួនដេញខ្លួនជាយ៉ាងស្រាលមានតែទ្រាំទាំងលំបាំងអើអ្នកដៃអើយឡើយបារម្ភពីកូនខ្ញុំអាចថែខ្លួនទុំបីគ្រឹមក្តៅរងស្រុកគេត្រចឹងคงឆ្ងាយពីកម្ពុជាប៉ុន្តែខ្ញុំអាចមើលថាខ្លួនឯងមិនអោយម៉ែព្រួយអង្គុយមើលដួងច័ន្ទស្រមៃនឹកដល់ស្រុកខ្មែរនឹកគ្រាធំតែជ្រកស្រែជាមួយគ្រួសារអូខែនព្រៃវែងលោកមានស្នាមអានសាអ៊ីជាឡៃចន្ទគ្រឹះស្នាអងលែងដែលដល់ចំណេញខ្ញុំចំរៀងបត់នេះខ្ញុំជ្រៀងផ្ដាំមិត្តពលករហើយខ្លួនឲ្យល្អព្រមមានអ្នកនៅរងចាំមានប្រពន្ធកូនបងប្អូនឪពុកនិងម្ដាយព្រមទាំងមិត្តភក្តិទាំងឡាយចាំមើលខ្លួនគ្រប់គ្រា